ជំរាបសួរនិងសួស្តីអ្នកទស្សនាវីដេអូនេះទាំងអស់គ្នានាងខ្ញុំឈ្មោះរុនសុភានាងខ្ញុំឈ្មោះអ៊ិនរ៉ូនេសានាងខ្ញុំឈ្មោះផាន់ផាត់សានាងខ្ញុំឈ្មោះនាងវនីនាថពួកយើងមកពីក្រុម ICT Gen Z Girl នៃនៅវិទ្យាល័យខេត្តរមៀតដោយដឹកនាំដោយលោកគ្រូនៅសុគាថ្ងៃនេះពួកយើងមកនិយាយអំពី app របស់ពួកយើងដែលបង្កើតឡើងដោយTalk to Me ដោយ app នោះឈ្មោះថាការសិក្សាប្រកបដោយប្រសិទ្ធភាពគោលបំណងនៃការបង្កើត app នេះឡើងដើម្បីជំរុញដល់សិស្សានុសិស្សទាំងអស់គ្នាឲ្យមានគន្លឹះក្នុងការសិក្សានិងយកទៅអនុវត្តជាប្រចាំថ្ងៃខ្ញុំសូមនិយាយអំពីបញ្ហាប្រឈមការសិក្សាប្រកបដោយប្រសិទ្ធភាពជាញឹកញាប់វាមានបញ្ហាជាច្រើនដែលអាចរារាំងដល់ការសិក្សារបស់យើងបានដូចជាខ្វះការផ្ដោតអារម្មណ៍ងាយរងការរំខានពីមជ្ឈដ្ឋានជុំវិញខ្លួនគ្រប់គ្រងពេលវេលាមិនបានល្អមិនមានកាលវិភាគច្បាស់លាស់វិជាសាស្ត្រមិនត្រឹមត្រូវមិនមានបច្ចេកទេសជួយដូចជារៀនតែទន្ទិញមិនយល់ន័យជាដើមចំពោះដំណោះស្រាយវិញដើម្បីឲ្យការសិក្សាយើងប្រកបដោយគុណភាពយើងត្រូវរៀបចំពេលវេលាបានល្អគឺបង្កើនកាលវិភាគក្នុងការសិក្សាថែរក្សាសុខភាពឲ្យបានល្អកាត់បន្ថយភាពរំខានការប្រើប្រាស់ទូរស័ព្ទបំឡុងពេលរៀនផ្ដោតលើការយល់មិនមែនគ្រាន់តែទន្ទិញជាចុងក្រោយនោះគឺយើងត្រូវស្វែងរកជំនួយដូចជាសួរលោកគ្រូអ្នកគ្រូឬមិត្តភ័ក្តិនិងចេះរៀនជាក្រុមជាចុងក្រោយគឺសន្និដ្ឋានពួកយើងបង្កើត app នេះឡើងគឺដើម្បីជាជំនួយមួយផ្នែកសម្រាប់ជួយដល់សិស្សានុសិស្សនៅក្នុងការសិក្សារៀនសូត្រដែលធ្វើឲ្យពួកគាត់ងាយស្រួលនៅក្នុងការយល់ន័យនៃខ្លឹមសារមេរៀនឆាប់ចេះឆាប់ចាំមេរៀនបានលឿនជាពិសេសគឺទទួលបានលទ្ធផលល្អនៅក្នុងការសិក្សាហើយនឹងប្រើរយៈពេលខ្លីនៅក្នុងការសិក្សារៀនសូត្រដែលធ្វើឲ្យកាន់តែល្អប្រសើរសូមអរគុណ